ក្មេងស្រីតូចគ្រាន់តែចង្អុលទៅហើយមេដោះដ៏ក្រអឺតក្រទុំក៏ចាប់ផ្ដើមពងសុទ្ធភ្លាមនេះក៏ព្រោះតែមេដោះទើបតែប្រមាថស្ត្រីនោះដោយហៅនាងថាមេមន់ដែលមិនអាចពងសុទ្ធបានហើយក្មេងស្រីតូចនោះបានប្រើមន្តអាគមដើម្បីដាក់ទោសនាងដែលធ្វើឲ្យនាងជួបប្រទះនឹងការឈឺចាប់នៃការធ្វើជាមេមន់វាបានបង្ហាញថានាងគឺជាសង្ឃសេជាកូន Celestial មកពីអាណាចក្រ Celestial ដោយសារតែភាពពញាញញៃនិងការលេងសើចរបស់នាងបានប្រើមន្តអាគមប្រោះបន្លាដោយសម្ងាត់ដើម្បីដាក់មន្តអាគមលើពិភពមនុស្សខណៈពេលដែលម្ចាស់របស់នាងកំពុងដេកលក់វាមិនត្រឹមតែផ្ដល់ឲ្យស្ត្រីអាយុ50ឆ្នាំនាំនៅកូនម្នាក់នៅចុងបញ្ចប់នៃជីវិតប៉ុណ្ណោះទេប៉ុន្តែវាក៏បណ្ដាលឲ្យឆ្មានិងឆ្កែមានកូនច្រើនភ្លាមផងដែរហើយនាងថែមទាំងបានទម្លាក់មន្តអាគមប្រោះបន្លាទៅកាន់ពិភពមនុស្សដោយចៃដន្យឲ្យទៀតផងម្ចាស់របស់នាងបានបញ្ជូននាងទៅកាន់ពិភពមនុស្សជាការដាក់ទណ្ឌកម្មដើម្បីយកវាមកវិញនាងត្រូវផ្ដល់បន្លាដល់អ្នកដែលខ្វះខាតហើយសម្រាប់មនុស្សម្នាក់ដែលនាងបានជួយនាងនឹងដុតអង្កាំកុសលមួយមានតែតាមរយៈការដុតអង្កាំកុសលទាំងអស់ប៉ុណ្ណោះទើបនាងអាចត្រឡប់ទៅពិភព Celestial វិញភ្លាមនោះនាងបានរឿងនរណាម្នាក់ប្រាថ្នាចង់បានកូនភ្លាមនោះនាងបានមកដល់វត្តទេពអបសងសេជាកន្លែងដែលនាងបានឃើញស្ត្រីអភិជនម្នាក់កំពុងអធិស្ឋានសុំកូននាងបានបើកភ្នែកទី3របស់នាងហើយឃើញថាពោះរបស់ស្ត្រីអភិជនត្រូវបានហុំព័ទ្ធដោយពន្លឺខ្មៅហើយពេលខ្លះនាងមានអារម្មណ៍ជឿចាប់ខ្លាំងក្មេងប្រុសទេពអប្សរតូចបានឃើញរឿងនេះហើយបានប្រើធម្មពលទេពអប្សររបស់គាត់ដើម្បីជួយនាងបណ្ដេញពន្លឺខ្មៅនិងបំបត្តិការជឿចាប់ស្ត្រីអ្នកមាននោះគឺ Chu Kengyan អតីតប្រធានក្រុមហ៊ុន Coke Group បន្ទាប់ពីរៀបការជាមួយស្វាមីរបស់នាងបានប្រគល់ក្រុមហ៊ុនទៅឲ្យគាត់អស់រយៈពេល3ឆ្នាំនាងមិនអាចមានកូនបានទេនាងបានមកវត្តទេពអប្សរសង្ឃសេដើម្បីអធិស្ឋានសុំពរជ័យដោយឃើញថាក្មេងស្រីតូចអាចបំបត្តិការឈឺចាប់របស់នាងបាននាងក៏ប្រញាប់សួរឈ្មោះរបស់នាងស្ត្រីនោះគិតថានាងកំពុងលេងសើចហើយសួរថាតើពុកម្ដាយរបស់នាងនៅណាដោយផ្ដល់ជូនដើម្បីបញ្ជូននាងទៅផ្ទះវិញទោះជាយ៉ាងណាក៏ដោយទេពអប្សរតូចបាននិយាយថានាងគ្មានឪពុកម្ដាយទេឬដូច្នេះស្ត្រីកំព្រាមានអារម្មណ៍អាណិតអាសូរហើយបាននាំនាងទៅផ្ទះដោយយកនាងធ្វើជាកូនស្រីរបស់នាងប៉ុន្តែពេលពួកគេមកដល់ផ្ទះភ្លាមទេពអប្សរតូចបានរកឃើញថាផ្ទះនោះត្រូវបានគ្របដណ្ដប់ដោយថាមពលចម្លែកហើយវិញ្ញាណតូចគួរឲ្យស្រឡាញ់ពីកំពុងដើរលេងទេពអប្សរតូចមិនអាចយល់បានទេថាហេតុអ្វីបានជាម្ដាយរបស់នាងដែលច្បាស់ជាមានកូន2នាក់មិនអាចមានកុផុសបានដោយសារមិនអាចចាប់កំណើតឡើងវិញបានពួកគេអាចក្លាយជាខ្មោចវង្វេងបានតែប៉ុណ្ណោះពេលដែលទេពអប្សរតូចហៀបនឹងដាក់មន្តអាគមដើម្បីជួយពួកគេស្ត្រីចំណាស់និងមេដោះរបស់នាងបានប្រញាប់ប្រញាល់ចូលមកទេពអប្សរតូចបានកត់សម្គាល់ឃើញភ្លាមថាមេដោះត្រូវបានហុំព័ទ្ធដោយថាមពលចម្លែកមុនពេលនាងអាចនិយាយបានមេដោះបានចោទប្រកាន់ស្ត្រីចំណាស់ជាមុនថាមានក្មេងស្រីតូចម្នាក់ជាមួយនាងស្ត្រីចំណាស់បានសន្មតថាស្ត្រីនោះបានក្បត់ចៅហ្វាយវ័យក្មេងហើយមានកូនជាមួយបុរសសំអ្នកទៀតពេលស្ត្រីចំណាស់មកដល់នាងក៏ខឹងយ៉ាងខ្លាំងស្ត្រីនោះបានពន្យល់យ៉ាងប្រញាប់ប្រញាល់ពីរបៀបដែលនាងបានជួបទេពអប្សរតូចប៉ុន្តែស្ត្រីចំណាស់ទូចចង់បណ្ដេញនាងចេញស្ត្រីនោះបានការពារទេពអប្សរតូចយ៉ាងឆាប់រហ័សដោយបញ្ជាក់ថានាងជាកូនស្រីរបស់នាងហើយគ្មាននរណាម្នាក់អាចបណ្ដេញនាងបានឡើយរឿងនេះធ្វើឲ្យស្ត្រីចំណាស់ខឹងយ៉ាងខ្លាំងសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាដល់ចប់សូមជួយចុច Subscribe ដើម្បីទស្សនាវីដេអូថ្មី